នេះក្រៀមនេះយើងហាលឲ្យ3ថ្ងៃហើយយើងយកមកដាំទឹកស្ករប៊ីចេងទឹកខ្មេះគេហៅទៅបើជូរទុកបានយូរហាលឲ្យស្វិតហើយយើងលាយចឹងចិត្តចង់ដាក់ម្ទេសឲ្យបុកម្ទេសថែមតែយើងអត់ចូលចិត្តរឿងម្ទេស